ជំសាគឺអ្នកខ្លះថារដ្ឋាភិបាលនិយាយច្រើនផលិតផល0ប៉ុន្តែមិន0ទេឥឡូវតាក់ទងនៅក្នុងរឿងដីធ្លីនេះជាស្ដីនៅអាណត្តិកន្លងទៅយើងបានវាស់វែងនិងចុះបញ្ជីដីធ្លីសរុបជាង 7.7 លានក្បាលដីហើយបានចេញបានសរុបជាង 7 លានបានហើយនៅក្នុងអាណត្តិថ្មីនេះពីដើមអាណត្តិតែដើមឧបស័យសបាលបាទជួបជាមួយគ្នាពេលនោះយើងផ្ដោតខ្លាំងទៅលើការដោះស្រាយបញ្ហាដីធ្លីបញ្ហាដីធ្លីមិនវាថាវាជាប់គាំងយើងឲ្យរឿងបរិយាជាប់គាំងមួយប៉ុន្តែបញ្ហាទំនាស់ដីធ្លីវិវាទនៅតាមភូមិនៅតាមតំបន់ចំនួនរួមទាំងវិវាទនៅក្នុងការកាត់កាប់ដីរដ្ឋដីព្រៃផ្សេងកំណើនរបស់ប្រជាជនធ្វើឲ្យមានបញ្ហាអញ្ចឹងគឺអ្វីដែលសំខាន់ដើម្បីឲ្យបញ្ចប់បញ្ហាឬបង្ការកុំឲ្យមានបញ្ហាតទៅទៀតគឺដោះស្រាយបញ្ហាឫសគល់របស់វាស្អីដែលជាឫសគល់នៃបញ្ហានៃចំនួនវិវាទមកភាគធំគឺភាពមិនច្បាស់លាស់នៃការកាន់កាប់បាទភាពមិនច្បាស់លាស់នៃការកាន់កាប់ដីទាំងការវាស់វែងក៏មិនច្បាស់លាស់បូកជាមួយកន្លែងខ្លះក៏មិនមានបានត្រឹមត្រូវចឹងហើយបានជាគោលការណ៍ត្រូវធ្វើយ៉ាងម៉េចជំរុញបន្តនៅការវាស់វែងដើម្បីឲ្យបានចប់ទូទាំងប្រទេសចុះបញ្ជីហើយចែកបានជូនប្រជាពលរដ្ឋដើម្បីបញ្ចប់បញ្ហាហើយយើងបានធ្វើបន្តយើងមិនបានចោលកិច្ចការនេះដៃម្ខាងដោះស្រាយបញ្ហារឿងបរិយាជាប់គាំងរឿងអីផ្សេងការវិវត្តផ្សេងដើម្បីធ្វើយ៉ាងម៉េចដោះស្រាយឥឡូវយើងនៅសល់សេសសល់ករណីប៉ុន្តែបើប្រៀបធៀបពី2ឆ្នាំមុនយើងបានដោះបានច្រើនបាននៅទីនោះប៉ុន្តែអ្វីដែលសំខាន់គឺនៅទូទាំងប្រទេសប្រជាពលរដ្ឋនៅត្រូវការភាពច្បាស់លាស់ចឹងបានយើងបានសម្រេចដោយរដ្ឋាភិបាលថាធ្វើម៉េចកាលនោះអាយដាមសាយសម្បល់ថាយើងពលឿនបានត្រូវព្រោះបើតាមលបឿននៃការធ្វើផ្អែកទៅលើចំនួនមន្ត្រីហើយបើយើងផ្អែកតែទៅលើកម្លាំងមូលដ្ឋានកម្លាំងខេត្តនោះយើងប្រើពេលយូរណាស់អញ្ចឹងហើយបានជាសំណូមពរពីក្រសួងមកពីអាដាមសាយសម្បល់ថាឥឡូវសុំបកកើនកម្លាំងចុះបាទបញ្ជូនកម្លាំងដឹងប្រមាណដូចចូលរាប់ពាន់នេះ5000នាក់បញ្ជូនពីកណ្ដាលចុះទៅជួយបូកជាមួយដល់មូលដ្ឋានតែមានបងប្អូននៅអង្គុយទៅនេះបាទហើយយើងក៏ធ្វើការជាមួយអាដាមអគ្គមណ្ឌលសភាចារដើម្បីបង្កើននៅប្រាក់ឧបត្ថម្ភសម្រាប់កម្លាំងធ្វើការងារបញ្ជូនចុះតែម្ដងបើមិនចឹងទេបើយើងមិនចំណាយអានឹងទេរឿងបញ្ហាធំនៅតែយូរពិបាកដោះណាស់បើយើងមិនពន្លឿនការវាស់វែងអាចចំណាយនៅក្នុងការវាស់វែងមួយប៉ុន្តែចំណាយនៅក្នុងការដោះស្រាយបញ្ហាដោយការវាស់វែងយឺតអានឹងធំចាយអស់ច្រើនជាងអញ្ចឹងយើងសុខចិត្តចំណាយទៅលើការបញ្ជូនកម្លាំងបន្ថែមបូកធ្វើឲ្យបងប្អូនថ្ងៃខ្លះខ្ញុំមើលធ្វើការចែកបានទាំងថ្ងៃសៅរ៍ថ្ងៃអាទិត្យព្រោះកន្លែងខ្លះបងប្អូនកម្មការនេះដល់ថ្ងៃអាទិត្យបានគាត់នៅអញ្ចឹងគឺថាកម្លាំងយើងបានធ្វើឲ្យខ្ញុំសូមអរគុណម្ដងទៀតដល់មន្ត្រីពាក់ព័ន្ធទាំងអស់ជាពិសេសអ្នកចុះបោះវែងតែម្ដង